សូមស្វាគមន៍និងសូមជម្រាបសួរមកកាន់ Channel BK Media ថ្ងៃនេះខ្ញុំនឹងបង្ហាញអំពីវិធីធ្វើការបន្ថែមកម្រិតលេង style បាទប្រភេទពួកម៉ូតូក្រុមហ៊ុន Honda បាទដែលមានច្រើនប្រភេទដូចជា Honda ADV Honda Airblade Honda Click Honda បាទ Vario Honda PSX ឬក៏ Chiono រួមជាមួយ Honda ប្រភេទផ្សេងៗទៀតបាទតែជាប្រភេទពួកអូតូមានប្រភេទសម្បុក Air នៅខាងស្ដាំដៃបាទតែថ្ងៃនេះខ្ញុំនឹងលើកយកប្រភេទពួកកម្រិត style បាទ Carbon យកមកធ្វើចាប់បញ្ចូលបាទទៅលើសម្បុក Air នេះបាទអញ្ចឹងអ្នកខ្លះគាត់ទិញប្រភេទពួកសម្បុក Air លេង style នេះគឺប្រភេទពួកខ្លះទៅបាទប្រភេទពួកថ្លាបាទយើងមើលទៅឃើញជាមួយនឹងសម្បុក Air ខាងក្នុងបាទអ្នកខ្លះគាត់ទិញប្រភេទពណ៌ឬក៏ប្រភេទអីផ្សេងៗទៅតាមចំណង់ចំណូលចិត្តដែលគាត់ចង់ទិញមកដាក់បាទអញ្ចឹងកម្របនេះអ្នកខ្លះគាត់ទិញកម្របដែលយកមកក្រោបពីលើឬអ្នកខ្លះទៀតគាត់ទិញកម្របដែលដោះបាទដោះនេះចេញបាទយកមកដាក់ថ្មីតែម្ដងបាទមិនន័យថាដូចប្រភេទពួកថ្លាយើងដោះកម្របខ្មៅនេះចេញយើងដាក់កម្របថ្លានេះចូលយើងមើលឃើញខាងក្នុងបាទឬខ្លះក៏ដាក់កម្របពណ៌ភ្លើងឬក៏ពណ៌ឥន្ធនូបាទផ្សេងអាស្រ័យទៅលើអ្នកដែលគាត់ទិញបាទ style បាទអញ្ចឹងប្រភេទពួកកម្របនេះយើងដោះខ្ចៅច្រើនទេបើន័យថាខ្ចៅនេះមានតែ1 2 3 4អញ្ចឹងយើងដោះទៅ4គ្រាប់មកយើងដាក់ចូលបាទហើយយើងចាប់ពីលើទៅគឺរួចរាល់បាទសម្រាប់ប្រភេទពួកដែលគាត់ប្រើថ្លាឬក៏ដូរបាទប្រអប់នេះចេញគឺគាត់ត្រូវការដោះខ្ចៅទាំងអស់បាទទាំងនេះចេញបាទអញ្ចឹងការដោះខ្ចៅនេះក៏មិនពិបាកដែរបងប្អូនមានតែទូរវិសមុខ4មួយមកបាទនៅខាងក្រោមកែម៉ូតូបងប្អូនឬក៏ទូរវិសផ្សេងណាក៏បានឲ្យតែមុខ4គឺយើងអាចដោះខ្ចៅនេះចេញឲ្យបាទអញ្ចឹងខ្ញុំសូមបង្ហាញអំពី style Carbon ដែលយើងចាប់បន្ថែមពីលើកម្រប Air របស់យើងបាទដើម្បីបង្ហាញបាទកាន់តែស្អាតបាទបន្ថែមទៀតបាទអញ្ចឹងយើងគ្រាន់តែដោះតែខ្ចៅ4តាមរុនរបស់គេមកបាទដោយសារកម្រប Air នេះគឺជា style របស់គេគឺអត់មានខាងមុខនេះឬខាងក្រោមខ្ចៅចាប់ទេបើថាយើងចាប់តែពីលើបន្ទាប់បន្ថែមបាទអញ្ចឹងយើងអត់ត្រូវការដោះ Air នេះចេញទេយើងគ្រាន់តែដោះតែខ្ចៅ4ដែលជាខ្ចៅទម្រង់បាទកម្របរបស់គេនោះបានហើយបាទអញ្ចឹងខ្ញុំសូមមួលខ្ចៅចេញដើម្បីធ្វើការចាប់បង្ហាញជូនបងប្អូនបាទអញ្ចឹងបាទការដូរលេង style នោះក៏វាអាស្រ័យទៅលើប្រភេទ model ម៉ូតូបាទឬក៏ប្រភេទបាទ style ដែលយើងទិញមកបាទអ្នកខ្លះគាត់លេងប្រភេទពណ៌គាត់លេងប្រភេទពួកថ្លាឬក៏លេងប្រភេទពួក Carbon ឬក៏លេងប្រភេទរហូតដល់ប្រភេទពួកដែលមានកម្របលុយមីញ៉ូមបាទមានន័យថាកម្របដូចជាកម្របដែកបាទប្រភេទពួកអលុយមីញ៉ូមបាទគ្រប់បាទអញ្ចឹងខ្ញុំសូមដោះខ្ចៅទី3បាទ style គឺមានច្រើនអាស្រ័យទៅលើយើងទិញមកបាទអ្នកខ្លះគាត់ទិញមកពីក្រៅប្រទេសមកអ្នកខ្លះគាត់ទិញមកបាទក្នុងស្រុកយើងទៅប៉ុន្តែគាត់បាទចង់ឲ្យជាងដូរគាត់ចង់ដូរខ្លួនឯងបាទអញ្ចឹងឬក៏គាត់ជិះទៅកន្លែងគេគាត់ដូរក៏បានបាទដើម្បីជាងដូរឲ្យបាទឥឡូវខ្ញុំដោះខ្ចៅចេញជា4នឹងហើយខ្ញុំដោះគ្រាន់តែដាក់ចូលទៅមកហើយខ្ញុំមួលចូលទៅវិញបាទគឺរៀបរាល់បាទអញ្ចឹងគឺឃើញថាការបន្ថែមកម្រិតលេង style វាអាចជួយការពារបាទម៉ូតូយើងឆ្កូតពីកម្រិតស៊ីនរបស់យើងរួមទាំងជាមួយនឹងធ្វើឲ្យម៉ូតូយើងឡើងបាទមើលទៅឃើញម៉ូតកាន់តែស្អាតបាទខ្ញុំសូមមួលចូលបាទអញ្ចឹងកម្រិតនេះខ្ចៅប្រើតែ4បាទដោយសារវាគ្រាន់តែជាកម្រិតជ័រលេង style គ្រប់បាទមិនមែនជាកម្រិតការពារខាងក្នុងបាទអញ្ចឹងគឺប្រើខ្ចៅតែ4ក៏បានដែរវាអត់មានប៉ះពាល់អីដល់ខាងក្នុងទេបាទអញ្ចឹងយើងមួលចូលមកហើយកន្លែងរុន Air នេះគេប្រើខ្យល់នេះគឺមានស្រាប់មកវិញបាទខ្ញុំសូមមួយចូលខ្ចៅទី4បាទគឺរួចរាល់អញ្ចឹងយើងឃើញថានៅពេលដែលយើងចាប់ចូលហើយគឺវាបានម៉ូដមួយយ៉ាងទៀតដែលយើងប្រើតាមម៉ូដរបស់យើងម៉ូដរបស់ខ្ញុំនេះគឺជាប្រភេទម៉ូដ style Carbon បាទអញ្ចឹងបាទនេះគឺរួចរាល់បាទអញ្ចឹងយើងបានកម្រិតបាទយើងបានប្រភេទទម្រង់ម៉ូតូដែលលេង style ថ្មីបាទអញ្ចឹងការបង្ហាញរបស់ខ្ញុំខ្លីៗមានតែប៉ុណ្ណឹងបើមានចំណុចណាលើលោកខ្វះខាតសូមកាន់តែបេតូ Channel BK Media ផងហើយសូមជួយ Subscribe Channel BK Media ផងដើម្បីទទួលបានវីដេអូក្រោយៗបន្តទៀតសម្រាប់បងប្អូនដែលមិនទាន់បានជួយ Subscribe នោះបាទសូមជួយ Share បេតូនេះបន្តផងសម្រាប់បាទឲ្យបងប្អូនដែលគាត់មិនទាន់ចេះដូរកម្របឬក៏ដូរប្រអប់កន្លែង Air គាត់ចេះអស់គ្នាផងបាទជាក្រុមក្រោយសូមជម្រាបលាបងប្អូន